អាកំបាំងខ្មៅងឹតនៅពីក្រោយរូបសំណាកយៈម៉ូអាយដែលពិភពលោកលាក់បាំងរាប់រយឆ្នាំនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំលងល្វើយនិងដាច់ស្រយាលបំផុតមួយនៅលើភពផែនដីមានកោះភ្នំភ្លើងតូចមួយលាក់ខ្លួនជាមួយអាកំបាំងដែលពិភពលោកមិនទាន់អាចដោះស្រាយបានទាំងស្រុងនោះគឺកោះអ៊ីស្ទ័រឬរ៉ាប៉ាណយវត្តមាននៃអ្នកយាមល្បាតថ្មនៅពេលអ្នកឈានជើងមកដល់ឆ្នេរសមុទ្រនៃកោះនេះអ្វីដែលនឹងធ្វើឲ្យអ្នកស្រឡាំងកាំងបំផុតនោះគឺវត្តមានរបស់រូបចម្លាក់ថ្មមុខមនុស្សយក្សដែលគេហៅថាម៉ូអាយរាប់រយជួរឈរយាមល្បាតបែរមុខចូលទៅក្នុងដីគោករូបចម្លាក់នីមួយៗមានកម្ពស់ជាង4ម៉ែត្រនិងមានទម្ងន់រាប់សិបតោនខ្លះមានកម្ពស់ដល់ទៅជាង10ម៉ែត្រនិងទម្ងន់ជិត80តោនសំណួរដ៏ធំបំផុតនោះគឺតើមនុស្សបុរាណនៅលើកោះនេះអាចឆ្លាក់និងដឹកជញ្ជូនថ្មដ៏ធំសម្បើមទាំងនេះទៅគ្រប់ទិសទីនៃកោះដោយរបៀបណាក្នុងសម័យកាលដែលគ្មានគ្រឿងចក្រឬបច្ចេកវិទ្យាទំនើបសោះនោះជំនឿអំណាចនិងបុព្វបុរសតាមជំនឿរបស់អ្នកស្រុកដើមរ៉ាប៉ាណយរូបចម្លាក់ម៉ូអាយទាំងនេះមិនមែនគ្រាន់តែជាថ្មធម្មតានោះទេពួកវាតំណាងឲ្យព្រលឹងនិងអំណាចដ៏ស័ក្តិសិទ្ធិរបស់ដូនតាឬមេកន្ទ្រាញកុលសម្ព័ន្ធដែលបានចែកឋានទៅផ្នែករបស់ម៉ូអាយដែលធ្លាប់ត្រូវបានគេបំពេញដោយសម្បកខ្យងនិងផ្កាថ្មត្រូវបានគេជឿថាមានអំណាចអាចការពារកោះនិងនាំមកនូវភាពសប្បាយសប្បាយដល់កូនចៅចំនួនក្រោយប៉ុន្តែរឿងរ៉ាវដែលគួរឲ្យជក់ចិត្តជាងនេះទៅទៀតនោះគឺរបៀបដែលពួកគេធ្វើឲ្យរូបចម្លាក់ទាំងនេះដើរមែនហើយជនជាតិដើមមានរឿងព្រេងនិទានតគ្នាថារូបចម្លាក់ម៉ូអាយទាំងនេះបានដើរដោយខ្លួនឯងទៅកាន់ទីតាំងឈរជើងការដួលរលំនិងមេរៀនប្រវត្តិសាស្ត្រប៉ុន្តែអំណាចនិងភាពរុងរឿងមិនបានស្ថិតស្ថេរជារៀងរហូតឡើយនៅពីក្រោយភាពអស្ចារ្យនៃរូបចម្លាក់ទាំងនេះមានអាកំបាំងដ៏ខ្មៅងងឹតមួយនៃការដួលរលំនៃអរិយធម៌កោះអ៊ីស្ទ័រការប្រកួតប្រជែងគ្នាក្នុងការសាងសង់ម៉ូអាយឲ្យកាន់តែធំបានធ្វើឲ្យកោះសម្ព័ន្ធនៅលើកោះកាប់បំផ្លាញព្រៃឈើស្ទើរតែទាំងស្រុងដើម្បីយកមកធ្វើជាឈើអូទាញរូបចម្លាក់នៅពេលព្រៃឈើអស់ប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញអាហារកាន់តែខ្សត់ខ្សោយសង្គ្រាមកោះសម្ព័ន្ធបានផ្ទុះឡើងហើយរូបចម្លាក់ដែលធ្លាប់តែជាទីសក្ការៈគោរពបូជាត្រូវបានគេរុញច្រានឲ្យដួលរលំជាបន្តបន្ទាប់កោះអ៊ីស្ទ័របានក្លាយជាមេរៀនដ៏ធំមួយសម្រាប់មនុស្សជាតិអំពីផលវិបាកនៃការបំផ្លាញធម្មជាតិនិរន្តរភាពនៃអាកំបាំងថ្ងៃនេះរូបចម្លាក់ម៉ូអាយត្រូវបានលើកឲ្យឈរត្រង់ឡើងវិញក្រោមការការពារជាបេតិកភណ្ឌពិភពលោកពួកវានៅតែបន្តឈរយ៉ាងរឹងមាំឆ្លងកាត់ខ្យល់ព្យុះនិងពេលវេលារាប់រយឆ្នាំសម្លឹងមើលទៅដីកោះដ៏មានតម្លៃកោះអ៊ីស្ទ័រនៅតែជាទីកន្លែងដ៏ទាក់ទាញនិងជាទីប្រវត្តិសាស្ត្រដែលបានបន្សល់ទុកនៅពាក្យស្លោកក្រៅរំលឹកដល់យើងទាំងអស់គ្នាបើសិនបើបងប្អូនចូលចិត្តការស្វែងរកប្រវត្តិសាស្ត្រនិងអាកំបាំងប្លែកៗបែបនេះកុំភ្លេចជួយចុច follow ខ្ញុំម្នាក់មួយផងដើម្បីបើកទំព័រចំណេះដឹងថ្មីៗជាមួយគ្នានៅវីដេអូបន្ទាប់សូមអរគុណសម្រាប់ការតាមដានទស្សនា